Xôm chun rương, com hăng niềng priề.មនុស្សសត្វទាំងឡាយតែងមានក្តីស្រឡាញ់ទៅកាន់មនុស្សផងគ្នាជាពិសេសសាច់ញាតិរបស់ខ្លួនហើយតែងខឹងសម្បាជាមួយអ្នកដទៃដែលធ្វើបាបខ្លួននឹងសាច់ញាតិបុស្បាជាកូនស្រីតូក្នុងគ្រួសារមួយដែលមានជីវភាពមធ្យមឪពុកនាងជាកសិករម្ដាយនាងជាគ្រូបង្រៀនពួកគេរស់នៅជាមួយគ្នាយ៉ាងសុខសាន្តសប្តាហ៍ថ្ងៃនេះបុស្បាកំពុងធ្វើការនៅពេទ្យមួយកន្លែងដែលគេតែងហៅថាពេទ្យសម្ភពបុស្បាជានារីរូបស្រស់ទឹកមុខរស់រាយសម្ដីទន់ភ្លន់អ្នកធ្វើការជាមួយនាងចូលចិត្តនាងគ្រប់គ្នាថ្ងៃមួយមានស្ត្រីម្នាក់មកសម្រាលកូននៅពេទ្យដែលនាងកំពុងធ្វើការមើលទៅស្ត្រីម្នាក់នោះទំនងមកជាមួយប្តីរបស់គាត់នៅពេលស្ត្រីម្នាក់នោះឈឺពោះយូរពេកវាយទឹកភ្លោះ24ម៉ោងទៅហើយនៅតែមិនទាន់សម្រាលទៀតពេទ្យក៏សម្រេចចិត្តថានឹងធ្វើការវះកាត់នៅពេលត្រូវការស៊ីញេពីសាច់ញាតិទើបដឹងថាបុរសម្នាក់នោះមិនមែនជាប្តីរបស់នាងទេគឺជាប្អូនប្រុសរបស់ស្ត្រីម្នាក់នោះបន្ទាប់ពីធ្វើការវះកាត់រួចម្ដាយនិងកូនក៏មានសុវត្ថិភាពហើយបុស្បាជាគ្រូពេទ្យដែលត្រូវនៅមើលថែអ្នកជំងឺម្នាក់នោះរាល់ថ្ងៃគាត់ត្រូវលាងរបួសនិងចាក់ថ្នាំបុស្បាធ្វើការយ៉ាងយកចិត្តទុកដាក់ដោយបានជួបមុខគ្នាពីពេលថ្ងៃស្ត្រីម្នាក់នោះក៏បានរាប់អានគ្នាជាមួយបុស្បាគាត់ប្រាប់ថាគាត់ឈ្មោះភាវីនេះជាកូនដំបូងរបស់គាត់ហើយបុរសដែលនៅកំដរគាត់រាល់ថ្ងៃនេះជាប្អូនរបស់គាត់វានៅកំឡោះទេហើយក៏អត់ទាន់មានសង្សារដែរបងស្រីភាវីរៀបរាប់តែប៉ុណ្ណេះតែគាត់មិនបាននិយាយពីប្តីរបស់គាត់ទេបុស្បាដឹងភ្លាមថាស្ត្រីម្នាក់នេះចង់តាក់ទងខ្លួនឲ្យប្អូនរបស់គាត់បុស្បាចេះតែឆ្លើយតបតាមបែបគួរសមនាងសង្កេតឃើញថាបុរសកំឡោះម្នាក់នោះមិនសូវចេះមាត់កតនោះទេបងស្រីភាវីប្រើឲ្យធ្វើអីគេក៏ធ្វើតាមភ្លាមអត់មានរអ៊ូសំបីតែបន្តិចមើលទៅបងប្អូនគេដូចស្រឡាញ់គ្នាដល់ហើយបងស្រីភាវីបានសម្រាកនៅពេទ្យរយៈពេល1អាទិត្យនៅថ្ងៃចុងក្រោយដែលគាត់សម្រាកនៅពេលដែលគាត់បានជួបជាមួយនឹងបុស្បាគាត់ក៏បានសុំលេខរបស់នាងដំបូងនាងមិនចង់ឲ្យនោះទេតែបងស្រីភាវីនិយាយថាគាត់ចង់បានលេខទូរស័ព្ទដើម្បីអាចសួរនាំបានពេលដែលរពោះរបស់គាត់មានបំរែបំរួលខុសធម្មតាបុស្បាឲ្យលេខទូរស័ព្ទទៅបងស្រីភាវីទាំងទើសទាល់ស្អែកព្រឹកបងស្រីភាវីបានចេញពីមន្ទីរពេទ្យមុនពេលចេញពីពេទ្យបុស្បាបានមកលាងរបួសជូនគាត់លើកចុងក្រោយបន្ទាប់ពីចេញពីពេទ្យបងស្រីភាវីតែងខលមកសួរនាំបុស្បាជាញឹកញាប់ពេលខ្លះបងស្រីភាវីមិនត្រឹមសួរនាំអាការៈរបស់មនុស្សស្រីក្រោយសម្រាលនោះទេតែថែមទាំងសួរនាំរឿងរ៉ាវក្នុងគ្រួសាររបស់បុស្បាទៀតផងពី3ខែបន្ទាប់នៅថ្ងៃអាទិត្យបងស្រីភាវីបានខលមកបុស្បាដោយប្រាប់ថាគាត់អត់សុខចង់ចេញដើរខ្លះហើយក៏សួរនាំបុស្បាថាធ្វើការឬអត់បើអត់ធ្វើការគាត់ចង់នាំកូនមកលេងបុស្បាមិនបានតបទេព្រោះនាងកំពុងគិតស្រាប់តែបងស្រីភាវីក៏សម្រេចចិត្តជំនួសនាងថាបើអូនមិនរវល់ទេបងនាំកូនទៅលេងហើយណាបុស្បាពិបាកបដិសេធក៏យល់ព្រមតាមបងស្រីភាវីបងស្រីភាវីបានជិះឡានមកជាមួយកូនរបស់គាត់សំខាន់អ្នកដែលជួយបើកឡានមកគឺជាប្អូនរបស់គាត់មិនមែនជាប្តីគាត់ទេពេលបងភាវីមកដល់បុស្បាក៏ចេញទៅទទួលបែបគួរសមឪពុកម្ដាយរបស់បុស្បាក៏នៅផ្ទះដែរថ្ងៃនេះពួកគេបានញ៉ាំអាហារពេលថ្ងៃត្រង់ជាមួយគ្នាបន្ទាប់មកក៏ជជែកពីនេះពីនោះបងស្រីភាវីបានសួរបញ្ឆិតបញ្ជៀងទៅកាន់ឪពុកម្ដាយរបស់បុស្បាថាមានជាប់សម្ដីជាមួយអ្នកណាឬអត់បើកូនក្រមុំល្អម្លឹងឪពុកម្ដាយបុស្បាតបបែបគួរសមថាមិនមានជាប់ពាក្យសម្ដីជាមួយអ្នកណាទេតែកូននៅក្មេងនៅចង់សប្បាយអញ្ចឹងចង់ឲ្យកូនចេះគិតជាងនេះសំខាន់កូនប្រាប់ថាចង់នៅជាមួយម៉ែពុកឲ្យបានយូរម្ដាយរបស់បុស្បាបន្ថែមក្មួយអើយបើកូនកាមានគ្រូសាមែនក៏មីងមិនឲ្យទៅនៅខាងគេដែរកូនមានតែមួយហើយគ្នាក៏មិនសូវចេះដាំបាយស្លធ្វើម្ហូបអីដែរអញ្ចឹងបែកមិនបានទេតាមពិតម្ដាយរបស់បុស្បាគ្រាន់តែចង់បញ្ជាក់ទៅកាន់បងស្រីភាវីឲ្យច្បាស់ដល់ពេលរសៀលបងស្រីភាវីក៏ត្រឡប់ទៅផ្ទះវិញគាត់បានប្រាប់បុស្បាថាពេលទៅដល់ផ្ទះបងនឹងខលមកអូនចាំលើកលែងបងផងណាបន្ទាប់ពីនិយាយរួចក៏ចេញដំណើរទៅ
លុះពេលទៅដល់ផ្ទះភ្លាមគាត់ក៏ខលមកបោះស្បាមែនដោយនៅពេលនោះបោះស្បាកំពុងអង្គុយជជែកលេងជាមួយឪពុកម្ដាយរបស់នាងមុននឹងលើកទូរស័ព្ទនាងសួរទៅម្ដាយថាគួរលើកឬអត់ព្រោះមើលទៅបងស្រីភីវីដូចមិនដឹងទេម្ដាយប្រាប់ឲ្យលើកទៅបោះស្បាលើកទូរស័ព្ទហើយបើកសំឡេងឲ្យឪពុកម្ដាយរបស់ខ្លួនបានស្ដាប់ដែរគ្រាន់តែនាងចុចទទួលភ្លាមបងស្រីភីវីនិយាយហូរដូចទឹករកតែបោះស្បាតបអ្វីមិនតាន់បងស្រីភីវីបានរៀបរាប់ថាគ្រូសោនឯងមើលទៅមានក្តីសុខដល់ហើយរស់នៅជុំគ្នាជីវភាពមិនល្មមមិនក្រពេកមិនមានពេកបងចង់បានអូនឯងធ្វើប្អូនថ្លៃគ្រាន់តែឮពាក្យនេះភ្លាមបោះស្បាតបបែបបិបៈតែបោះស្បាមិនទាន់និយាយប្រយោគបន្តផងបងស្រីភីវីចាប់ផ្ដើមរៀបរាប់បន្តអូរឿងប្អូនប្រុសបងអូនកុំភ័យបងភ្លេចណែនាំគាត់ឈ្មោះសង្ហាមានអាយុ25ឆ្នាំបងអូនឯងតែ3ឆ្នាំរាល់ថ្ងៃមានការងារជាគ្រូបង្រៀននៅសាលាឯកជនកម្រិតថ្នាក់វិទ្យាល័យមិនធ្លាប់មានសង្សារទេសំខាន់ប្អូនបងនេះណាមិនចេះលេងល្បែងស្រីស្រាអីទេអាចជិតទុកថាជាប្រុសល្អបានណាបោះស្បាស្ដាប់ទាំងធុញទ្រាន់តែមិនដឹងគួរតបយ៉ាងម៉េចតម្រាំតែនាងបាននិយាយថាបងប៉ុណ្ណឹងបានហើយខ្ញុំរវល់អ្នកទាំងពីរបានជជែកគ្នាស្ទើរតែ1ម៉ោងទៅហើយអ្នកទាំងពីរក៏បញ្ចប់ការសន្ទនាជាមួយគ្នាបន្ទាប់មកឪពុកម្ដាយរបស់បោះស្បាចាប់ផ្ដើមសួរបញ្ជាក់នាងក៏រៀបរាប់តាមដំណើររឿងបន្ទាប់ពីស្ដាប់រួចឪពុកម្ដាយរបស់នាងបានប្រាប់ថាបើគេមានមុខរបរល្អហើយកូនក៏ពេញចិត្តគេដែរនោះពុកម៉ែក៏មិនថាដែរបោះស្បាបានត្រឹមសម្លឹងមើលមុខឪពុកម្ដាយរបស់នាងព្រោះនាងមិនដឹងថាត្រូវឆ្លើយទៅកាន់ពួកគាត់បែបណាទេជារឿយៗបងស្រីភីវីនៅតែខលមកលេងជាមួយបោះស្បាគ្រាមួយគាត់ក៏សុំលេខឪពុកម្ដាយរបស់នាងបងស្រីភីវីក៏ចាប់ផ្ដើមខលទំនាក់ទំនងទៅកាន់ឪពុកម្ដាយរបស់បោះស្បាដើម្បីបង្កើតភាពជិតស្និទ្ធប្រហែលជាមួយឆ្នាំក្រោយបងស្រីភីវីក៏និយាយត្រង់ជាមួយឪពុកម្ដាយរបស់បោះស្បាដើម្បីស្ដីដណ្ដឹងនាងឲ្យប្អូនប្រុសរបស់ខ្លួនឪពុកម្ដាយរបស់បោះស្បាសួរចិត្តកូនតើកូនឯងគិតយ៉ាងម៉េចដែរសម្រាប់បោះស្បានាងក៏មានកូនចិត្តដែរម្យ៉ាងតាំងពីមុនមកនាងក៏មិនធ្លាប់មានអ្នកណាដូច្នេះនាងក៏មិនបានប្រកែកអ្វីដែរអ្នកទាំងពីរភ្ជាប់ពាក្យនៅចុងខែនេះហើយរៀបការនៅ3ខែក្រោយតាំងពីភ្ជាប់ពាក្យមកសង្ហាតែងមកលេងបោះស្បាជាញឹកញាប់ជាមួយបងស្រីនិងកូនបងស្រីភីវីបានបញ្ជាក់ថាពួកគាត់ទាំងពីរនាក់ជាក្មេងកំព្រារស់នៅតែពីរនាក់បងប្អូនទោះបីគាត់មានគ្រួសារហើយក៏ដោយក៏ភាគច្រើនគាត់នៅតែជាមួយប្អូនគាត់ដែរដោយសារប្តីគាត់រកស៊ីចុះឡើងឆ្លងខេត្តមិនសូវបាននៅជុំគ្នានោះទេតាំងពីភ្ជាប់ពាក្យមកបោះស្បាមិនដែលទៅផ្ទះរបស់គូដណ្ដឹងនាងទេថ្ងៃរៀបការបានមកដល់កម្មវិធីរៀបចំឡើងបានយ៉ាងរលូនបន្ទាប់ពីរៀបការរួចសង្ហាបាននិយាយជាមួយបោះស្បាថាកាលហើយ 3-4 ខែខ្លួនចង់នាំប្រពន្ធទៅនៅផ្ទះខាងខ្លួនមួយរយៈបោះស្បានេះមិនបានប្រកែកអ្វីទេប៉ុន្តែនៅថ្ងៃរៀបមង្គលការនាងសង្កេតឃើញទឹកមុខបងថ្លៃរបស់នាងមើលទៅដូចជាមិនសូវសប្បាយចិត្តសោះតែនាងក៏មិនបានសួរនាំអ្វីដែរបន្ទាប់ពីការហើយបាន 3-4 ខែសង្ហាក៏សុំឪពុកម្ដាយក្មេកនាំប្រពន្ធទៅលេងផ្ទះខាងខ្លួនឪពុកម្ដាយក្មេកក៏មិនបានថាអ្វីដែរព្រោះដឹងថាតាំងពីមុនមកកូនរបស់ខ្លួនមិនដែលបានទៅលេងផ្ទះខាងប្តីនោះទេទោះបីជាគាត់មិនចង់បែកពីកូនក៏ដោយតែគាត់ក៏មិនអាចហាមឃាត់បានដែរព្រឹកបន្ទាប់ពួកគេក៏បានចេញដំណើរទៅធ្វើដំណើរប្រហែលជាង2ម៉ោងទើបទៅដល់ពេលកំពុងធ្វើដំណើរប្តីរបស់នាងសួរសំណួរយ៉ាងប្លែកទៅកាន់នាងអូនខ្លាចឬអត់បោះស្បាមើលមុខប្តីហើយសើចមានអីត្រូវខ្លាចបើប្តីអូននៅនឹងហើយសង្ហាសើចដាក់បោះស្បាបែបស្ងួតតែនាងមិនបានចាប់អារម្មណ៍នោះទេពេលទៅដល់ផ្លូវបាត់ចូលផ្ទះសង្ហាប្រាប់ប្រពន្ធថាលោកអូនផ្ទះបងផ្ទះនៅរៀងដាច់ឆ្ងាយពីគេនៅមុខផ្ទះមានដើមម្លិះធំមួយមានផ្ទះថ្មមួយខ្នងបានដាំដើមឈើទុកជារបងហើយនៅក្រោយផ្ទះក៏មានដំណាំហូបផ្លែជាច្រើនដែររវល់តែសង្កេតមើលប្តីរបស់នាងបានគូស្មាដល់ហើយមិនចុះពេលចុះពីឡាននាងក៏បានជួបនឹងបងថ្លៃនៅទីនោះដែរពួកគេរាក់ទាក់គ្នាបន្តិចរួចក៏នាំគ្នាចូលទៅអង្គុយលេងក្នុងផ្ទះដើម្បីជជែកគ្នាលេងបោះស្បាបានសួរនាំពីប្តីរបស់បងថ្លៃតែត្រូវបងថ្លៃស្ដីឲ្យនាងសម្លឹងមើលមុខប្តីព្រោះមិនដឹងថានាងបាននិយាយអីខុសនោះទេសង្ហាក៏នាំនិយាយបង្វែរសាច់រឿង
និយាយចុះឡើងក៏ចិត្តដល់ម៉ោងបាយលើថ្ងៃល្មមបងស្រីពីវីបាននិយាយទៅកាន់បងស្បាថ្ងៃនេះបងចង់ភ្លក់ម្ហូបស្នាដៃប្អូនថ្លៃថ្ងៃនេះបងប្រគល់ឲ្យដាច់ហើយណាបន្ទាប់ពីនិយាយរួចបងស្រីពីវីធ្វើកូនដើរចេញទៅបាត់ទៅណាក៏មិនដឹងបងស្បាចាប់ផ្ដើមធ្វើម្ហូបបន្ទាប់ពីចម្អិនម្ហូបបានរួចរាល់នាងបានសួរទៅកាន់ប្តីថាបងស្រីទៅណាម្ហូបឆ្អិនហើយបងទៅហៅគាត់មកពិសាបាយសង្ហាប្រាប់ប្រពន្ធថាគាត់មិនពិសាបាយជាមួយយើងទេថ្ងៃនេះបងស្បាសួរហេតុអីចុះមុននេះគ្រាន់តែនិយាយបានត្រឹមនេះសង្ហាបាយជានិយាយកំហុសដាក់បងស្បាប្រាប់ហើយថាមិនហូបហើយនៅតែសួរដេញដោលច្រើនម្លេះបងស្បាភាំងបន្តិចព្រោះតាំងតែពីការរួចប្តីនាងមិនដែលកំហុសដាក់នាងនោះទេពេលនេះសង្ហាដឹងខ្លួនក៏និយាយសុំទោសប្រពន្ធថាមកពីខ្លួនមិនសូវស្រួលខ្លួនទៅអារម្មណ៍មិនសូវល្អបងស្បាមិនបានតបអ្វីទាំងអស់ទោះបីប្តីសុំទោសរួចក៏ដោយតែនាងនៅតែអន់ចិត្តហើយឆ្ងល់ថាមិនបានទៅជាអញ្ចឹងពេលរសៀលមកដល់នាងក៏ចាប់ផ្ដើមរៀបចំចានឆ្នាំងពេលនោះសង្ហាកំពុងគេងអង្រឹងចុចទូរស័ព្ទធ្វើមិនដឹងបងស្បាសួរបងចុះល្ងាចនេះបងពីវីមកពិសាបាយនៅផ្ទះឬអត់សង្ហាបាយជាប្រាប់ប្រពន្ធថាដាំបាយធ្វើម្ហូបឲ្យទៅហើយទៅរឿងគាត់ពិសាឬអត់វាមិនសំខាន់ទេបងស្បានឹកឆ្ងល់តែនាងមិនហ៊ានសួរនាំប្តីទៀតឡើយបន្ទាប់ពីរៀបចំដាំបាយធ្វើម្ហូបរួចនាងសួរប្តីបងចុះយើងត្រូវទៅសម្រាប់នៅបន្ទប់ណាបងយប់នេះពេលនោះទៅសង្ហានិយាយអូមែនហើយភ្លេចប្រាប់បន្ទាប់មកសង្ហាក៏ប្រាប់ប្រពន្ធឲ្យដើរតាមខ្លួននេះបន្ទប់បងពីវីនេះបន្ទប់យើងហើយបន្ទប់នោះសង្ហារៀបរាប់ដល់ត្រឹមនេះក៏ស្ងៀមបន្តិចរួចបន្តបន្ទប់នេះដាក់អីវ៉ាន់តែហាមចូលដាច់ខាតបងស្បារត់តែឆ្ងល់ទៀតហើយបើគ្រាន់តែបន្ទប់ដាក់អីវ៉ាន់ហេតុអីហាមដល់ម្លឹងបន្ទាប់ពីហាមរួចសង្ហាប្រាប់ប្រពន្ធបន្តទៀតថាយប់នេះអូនឯងគេងមុនបងទៅព្រោះបងមានរឿងត្រូវធ្វើការមិនបាច់ចាំបងទេបានបន្តិចបងភាវីបាននាំកូនត្រឡប់មកវិញពួកគេក៏បរិភោគអាហារពេលល្ងាចជុំគ្នាបងស្រីភាវីមិនបាននិយាយអ្វីទាំងអស់មើលទៅមិនដឹងថានាងមានរឿងអ្វីបូស្បាក៏មិនបាននិយាយអ្វីដែរបន្ទាប់ពីបរិភោគរួចបូស្បាចាប់ផ្ដើមរៀបចំចានឆ្នាំងពេលរៀបចំរួចនាងបានលួចសួរប្តីរបស់នាងបងភាវីគាត់មានរឿងអីមែនតែប្តីរបស់នាងបាននិយាយថាបានហើយនៅឲ្យស្ងៀមទៅកុំឆ្ងល់ច្រើនពេករួចហើយមើលមុខនាងហើយដើរចេញដូចជាធុញនឹងនាងណាស់អញ្ចឹងបូស្បាចាប់ផ្ដើមឆ្ងល់កាន់តែខ្លាំងហើយចាប់តាំងពីមកដល់ទីនេះអ្វីៗដូចជាមានបញ្ហាបន្ទាប់ពីរៀបចំរបស់របរចានឆ្នាំងរួចរាល់នាងក៏ចូលទៅបន្ទប់សម្រាប់មុនប្តីព្រោះប្តីនាងបានប្រាប់ហើយថាគាត់រវល់ឲ្យគេងមុនគាត់ទៅពេលចូលដល់បន្ទប់បូស្បាមានអារម្មណ៍ដូចជាខ្លាចតែនាងមិនហ៊ានខលហៅប្តីសុកចិត្តសំងំយកភួយរុំខ្លួនបែកញើសយ៉ាងជោគបន្ទាប់មកគេងលក់តាំងពីពេលណាក៏មិនដឹងពេលគេងលក់នាងបានយល់សប្តិឃើញថានាងបានចេញពីបន្ទប់រួចដើរចូលទៅបន្ទប់ដាក់អីវ៉ាន់គ្រាន់តែនាងបើកទ្វារចូលភ្លាមស្រាប់តែឃើញមានយាយចាស់សក់សបបោមាត់ខ្មៅស្លៀកពាក់ខ្មៅកំពុងអង្គុយលើគ្រែយាយចាស់នោះសម្លឹងមកបោះស្បាដោយកែវភ្នែកយ៉ាងមុតហើយញញឹមបែបគួរឲ្យខ្លាចយាយចាស់នោះបានងើបដើមសម្ដៅមកនាងពេលនោះនាងភ័យណាស់រហូតដល់ភ្ញាក់នាងបែកញើសជោគថ្ងាសនាងក៏ចាប់ផ្ដើមឃ្លានទឹកតែនៅក្នុងបន្ទប់របស់នាងគ្មានទឹកទេដូចនេះនាងត្រូវតែចេញទៅក្រៅបន្ទប់ដើម្បីរកទឹកផឹកដោយដើរកាត់បន្ទប់ដាក់អីវ៉ាន់ពេលចេញទៅមិនអីទេតែពេលនាងដើរត្រឡប់មកវិញនាងបានឮសំឡេងសើចតិចងុំពេញត្រចៀកនាងភ័យណាស់ខំដើរយ៉ាងលឿនគ្រាន់តែទៅដល់មុខបន្ទប់យកដៃទាញទ្វារក៏មានដៃទះស្មារបស់នាងភ័យស្ទើរតែសន្លប់តាមពិតគឺជាសង្ហាប្តីរបស់នាងសោះគាត់សួរនាងមិនចេញក្រៅបន្ទប់មកធ្វើអីនាងមិនទាន់ឆ្លើយតបផងសង្ហាបន្តថ្ងៃក្រោយហាមចេញក្រៅបន្ទប់ផ្ដេសផ្ដាស់ចាប់មែនបើស្មាកំពុងតែខ្លាចហើយមកត្រូវប្តីស្ដីឲ្យទាំងខុសទំនងបែបនេះទៀតនាងអស់អារម្មណ៍ខ្លាចខ្មោចបែរជាចង់យំទៅវិញព្រោះសម្ដីរបស់ប្តីព្រឹកបន្ទាប់បោះស្បារៀបចំបោះផ្ទះរៀបចំអាហារពេលព្រឹករួចរាល់ស្រាប់តែបងភាវីប្រាប់ថាអូនថ្ងៃនេះបងមិនបាននៅផ្ទះទេមានតរៈត្រូវចេញក្រៅហើយបងពឹងឲ្យសង្ហាជូនបងទៅអូនជួយនៅចាំផ្ទះឲ្យផងហើយព្រឹកនេះ
ក៏បងមិនបាននៅហូបអាហារពេលព្រឹកជាមួយអូនដែរបងសូមផ្ញើផ្ទះផងណាបងស្បាចាប់ផ្ដើមឆ្ងល់ទៀតហើយដូចមិនសមទំនងប្តីនាងចេញពីបន្ទប់រៀបចំខ្លួនរួចជាស្រេចមើលទៅគាត់ដូចជាសប្បាយចិត្តណាស់ពួកគេមិនដើរគ្នាឡើងឡានដោយទឹកមុខរីករាយនេះបានអ្នកមិនដឹងប្រកាសជាគិតថាពួកគេជាប្តីប្រពន្ធនឹងគ្នាបាត់ទៅហើយបន្ទាប់ពីឈរសម្លឹងរហូតដល់ឡានចេញផុតក្រៅរបងនាងក៏ដើរទៅបិទរបងវិញពេលងាកខ្លួនមិនទាន់ឈានជំហានផងនាងបានឃើញដូចជាស្រមោលអ្នកណាម្នាក់គ្រាន់តែឃើញភ្លាមនាងចាប់ផ្ដើមភ័យខ្លាចតែគ្មានជំរឿសនោះទេបន្ទាប់មកនាងបានខលទូរស័ព្ទទៅម្ដាយរបស់នាងម៉ែកូនមានអារម្មណ៍អត់ល្អទេពេលនៅផ្ទះនេះកូនដូចជាខ្លាចណាស់ម៉ែម្ដាយរបស់ស្បាបានតបមិនអីទេកូនទ្រាំមួយអាទិត្យសិនទៅមិនម៉ាសុំប្តីមកវិញមកពុកម៉ែក៏នៅកូនដែរបន្ទាប់ពីជជែកគ្នាបន្តិចពួកគេក៏បិទទូរស័ព្ទបងស្មាបានឮសំឡេងប្រើនៅឯផ្ទះបាយនាងគិតប្រហែលជាមានឆ្មាចូលផ្ទះហើយមើលទៅកាយរកចំណីធ្វើឲ្យបែកចានពេលទៅដល់ឃើញមានចានធ្លាក់បែកមែនតែសំខាន់ដឹកមិញបន្ទាប់ពីនាងបាយរួចនាងលាងសម្អាតរៀបចំទុកដាក់អស់ហើយអត់មានចាននៅក្រៅទូទេចុះចានបែកនេះមកពីណាហើយទ្វារផ្ទះបាយក៏មិនបានបើកចោលដែរហើយក៏មិនបានឃើញឆ្មានៅទីនេះដែរហេតុអ្វីបានជាអញ្ចឹងនាងកំពុងតែឆ្ងល់ម្នាក់ឯងស្រាប់តែមានសម្រាប់ជើងនៅក្រៅខ្នងរបស់នាងបានងាកមើលយ៉ាងលឿនតែមើលមិនឃើញមានអ្វីនោះទេនាងចាប់ផ្ដើមខ្លាចតែមិនហ៊ានខលទៅប្តីនាងបានយកទូរស័ព្ទខលទៅម្ដាយរបស់នាងគ្រាន់តែម្ដាយនាងចុចទទួលស្រាប់តែម្ដាយនាងសួរថាកើតអីមែនកូននាងបានប្រាប់តាមដំណើរម្ដាយនាងចាប់ផ្ដើមបារម្ភកាន់តែខ្លាំងពេលនោះគាត់ឲ្យបោះស្បាយកធុបទៅអុជនៅព្រះភូមិឬក៏ជំនាងផ្ទះតែបោះស្បាប្រាប់ថាកូនរកមុខហឺហើយតែមិនឃើញទេមិនដឹងព្រះភូមិនិងជំនាងផ្ទះគេរៀបទុកនៅឯណាទេបើមិនឃើញមានតែកូនឧបកិច្ចទៅប្រាប់អ្នកថែរក្សានៅទីនោះថាយើងមកនេះគ្មានបំណងអាក្រក់ទេសូមកុំធ្វើបាបកូនចៅអីកំពុងតែស្ដាប់ម្ដាយនិយាយមិនទាន់ចប់ផងក៏ឮសំឡេងសើចចេញពីទូរស័ព្ទបែបចំអកនាងសួរម្ដាយម៉ែមានឮអីអត់ម៉ែតែម្ដាយនាងនិយាយថាអត់ទេកូនម៉ែអត់មានឮអីទេធ្វើឲ្យបោះស្បារឹតតែភ័យពេលនោះនាងបានសម្រេចចិត្តចេញពីផ្ទះនេះដោយដើរសំដៅទៅផ្ទះអ្នកជិតខាងតែសំខាន់ផ្ទះនេះនៅរៀងឆ្ងាយពីគេបន្តិចដូចនេះនាងត្រូវដើរប្រហែល10ទៅ15នាទីទើបមានផ្ទះរបស់គេរស់នៅនាងដើរទៅដោយមានកាន់ទូរស័ព្ទនិងកាបូបស្ពាយដែលមានលុយកាក់និងរបស់មានតម្លៃពេលដើរទៅដល់មានអ៊ំស្រីម្នាក់បានមករាក់ទាក់នាងសួស្ដីក្មួយមកពីខាងណាហើយមានការអីដែរបោះស្បាឆ្លើយចាអ៊ំខ្ញុំនៅផ្ទះខាងនោះអ៊ំផ្ទះបងពីវីខ្ញុំប្រពន្ធរបស់បងសង្ហាទៅមកលេងលើកដំបូងអ៊ំគ្រាន់តែឮបែបនេះភ្លាមអ៊ំស្រីបើកភ្នែកធំអូនថ្លៃនាងពីវីប្រពន្ធរបស់សង្ហាអ៊ំស្ដាប់អត់យល់ទេក្មួយបន្ទាប់មកបោះស្បាក៏រៀបរាប់មួយនឹងច្បាស់ទៅកាន់អ៊ំស្រីម្នាក់នោះពេលស្ដាប់យល់ហើយអ៊ំស្រីធ្វើមុខដូចជាមិនសូវទំនងបោះស្បាសួរមានបញ្ហាអីមែនអ៊ំអត់ទេអត់មានអីទេក្មួយហើយក្មួយមកមានការអីបោះស្បាចាប់ផ្ដើមរកនឹកពាក្យនិយាយបាននិយាយថានាងខ្លាចមិនហ៊ាននៅផ្ទះដូចមិនសមពេលនោះនាងប្រាប់គាត់ថាអូមកពីខ្ញុំអបសុកពេកអ៊ំនៅផ្ទះម្នាក់ឯងចឹងហើយក៏ចង់មកសួរសុខទុក្ខនិងចង់រាប់អានអ្នកជិតខាងពេលនោះអ៊ំស្រីសួរហើយក្មួយឯងនៅតែម្នាក់ឯងទេបោះស្បាសួរមានបញ្ហាមែនអ៊ំស្រីឆ្លើយអត់ទេហើយក្មួយហ៊ាននៅម្នាក់ឯងដែរមែន